វាយមុនឈ្នះឬធ្វើសកម្មភាពមុនដើម្បីបង្ក្រាបវាយមុនឈ្នះឬធ្វើសកម្មភាពមុនដើម្បីបង្ក្រាបជាការរិះរកមធ្យោបាយដណ្ដើមឱកាសឲ្យបានមុនគឺរហ័សជាងគូប្រកួតប្រជែងតែមិនមានន័យថាជាការប្រកួតប្រជែងដោយសន្តិវិធីអ្នកទៅដល់មុនឈ្នះនោះទេក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នាអ្នកទៅដល់មុនជាស្ដេចអ្នកទៅដល់ក្រោយជាមន្ត្រីក៏ទេដែរពីព្រោះបើអ្នកបង្ក្រាបត្រូវតែធ្វើសកម្មភាពមុនពេលនោះធម្មតាទេវាត្រូវតែមានការប្រយុទ្ធដ៏ស្វិតស្វាញមួយបើមិនជោគជ័យគឺបរាជ័យដូច្នេះអ្វីដែលហៅថាគុណធម៌សច្ចធម៌ការស្រឡាញ់ឬការអាណិតអាសូរវាមិនអាចនៅក្នុងចន្លោះរវាងយើងនិងសត្រូវជាដាច់ខាតបើកមើលទំព័រប្រវត្តិសាស្ត្រសម្លឹងមើលពិភពលោកគ្មានមនុស្សណាម្នាក់ដែលគ្មានគំនិតថាមិនចង់លេបផងម្នាក់ឯងនោះទេពេលណាក្តីទីណាក៏ដោយសុទ្ធតែមានរឿងបែបនេះកើតឡើងឲ្យតែមានការដណ្ដើមទោះក្នុងរាជការឬក្នុងទីផ្សារក៏ត្រូវតែមានការបង្ក្រាបដណ្ដើមធំបង្ក្រាបធំដណ្ដើមតូចបង្ក្រាបតូចទោះជាត្រូវបង្ហូរឈាមក៏ដោយចុះក៏ត្រូវតែដណ្ដើមឲ្យខានតែបានរបស់យើងគឺជារបស់យើងរបស់អ្នកឯងក៏ត្រូវតែប្រែក្លាយមកជារបស់យើងវត្ថុបំណងលោភលន់បែបនេះគឺផ្ដើមចេញពីអាត្មានិយមនោះឯងអាត្មានិយមគឺជាចរិតធម្មជាតិរបស់មនុស្សក៏ជាភាពស្មុគស្មាញនៅក្នុងសង្គមដែលបន្សល់នៅក្នុងប្រវត្តិសាស្ត្រដែលនិយាយថាអាត្មានិយមវាគ្រាន់តែជាការបោកប្រាស់និងជាសម្ដីដែលនិយាយឲ្យពិរោះស្ដាប់របស់ពួកក្រុមមនុស្សដែលក្រោយពីស៊ីយ៉ាងពេញមាត់ផឹកយ៉ាងពេញពោះតែប៉ុណ្ណោះការនិយាយសម្ដីបែបនេះមិនធ្វើឲ្យខូចប្រយោជន៍របស់ខ្លួននោះទេតែជាការប៉ះពាល់ដល់អ្នកដទៃធ្វើសកម្មភាពមុនដើម្បីបង្ក្រាបគឺជាវិធីរហ័សវាយយឺតតែត្រូវវាយរបៀបណាគឺត្រូវពិនិត្យមើលថាអ្នកដែលត្រូវវាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងដូចម្ដេចរឿងបែបនេះមានឧទាហរណ៍ច្រើនណាស់ឲ្យទៅយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានដិតដល់មានការសម្រេចចិត្តនិងស្មារតីឈានទៅមុខពិតជាអាចធ្វើបានយ៉ាងល្អមិនខានឱកាសសម្រាប់អ្នកប្រើប្រាស់ល្បិចកលនេះគឺទូលំទូលាយណាស់ចំណែកការកត់ត្រានៅក្នុងប្រវត្តិសាស្ត្រភាគច្រើនគឺតាក់ទងទៅនឹងកិច្ចការយោធាឬកិច្ចការនយោបាយរឿងឆ្ងាយមិនបាច់និយាយទីរហោឋានពេកមិនបាច់រំលឹកនិយាយតែចំពោះអ្នកដែលយើងធ្លាប់បានដឹងឮដូចជាលីស៊ីមេងដណ្ដើមយកក្រុងវូមែនអូជីធាកំទេចស្ដេចលីលូមហាក្សត្រយ៉ានីឈឺស៊ីសម្លាប់តុងជួខុងម៉េងប្រើបញ្ញាដណ្ដើមយកខេត្តហាន់ជុងស៊ីម៉ាកែប្រើល្បិចចាប់មឹងតាក់គឺសុទ្ធតែប្រើវិធីរហ័សវាយយឺតទទួលជោគជ័យទាំងអស់មានរឿងនិទានគួរឲ្យចាប់អារម្មណ៍មួយគឺប៉ាន់ឆៅបង្ក្រាបតំបន់សឺស៊ីប្រវត្តិពិតប៉ាន់ឆៅនារជ្ជកាលហានជាយុវជនម្នាក់ដែលមានចិត្តអង់អាចនិងក្លាហានក្រោយពីក្រវ៉ាត់ជក់ចោលតែងតែមានបំណងចង់ធ្វើខ្លួនឲ្យល្បីឈ្មោះនៅនគរក្រាជនិកចង់សម្រេចកិច្ចការអ្វីមួយឲ្យអស្ចារ្យថ្វាយព្រះនគរថ្ងៃមួយស្ដេចហានបានព្រះរាជតែងតាំងគេជាទីប្រឹក្សាអមលោកគូស៊ុនជារាជទូតទៅស៊ឺស៊ីនគរជីងសានគឺជានគរដែលនគរហាននិងនគរសុងលូកំពុងតែដណ្ដើមគ្នាស្ដេចនគរនេះព្រះនាមស៊ឺនៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរស្ដេចស៊ឺមិនអាចសម្រេចប្រតិថាត្រូវចងសម្ព័ន្ធមិត្តជាមួយនគរណានោះទេថ្ងៃនេះឃើញរាជទូតនគរហានមកដល់ស្ដេចស៊ីទទួលស្វាគមន៍យ៉ាងរាក់ទាក់និងដិតដល់បំផុតហើយព្រះតម្រិះថាឱកាសនេះហើយដែលត្រូវកសាងទំនាក់ទំនងជាមួយនគរហានមិនបានប៉ុន្មានថ្ងៃផងភាពរាក់ទាក់នេះស្រាប់តែប្រែក្លាយជាសោះអង្គើយប៉ាន់ឆៅឃើញសភាពការប្រែប្រួលខុសពីធម្មតាបែបនេះក៏កើតការសង្ស័យហើយនិយាយទៅកាន់កូនចៅដែលមកជាមួយពិតជាចម្លែកណាស់បងប្អូនមានចាប់អារម្មណ៍ទេមុននេះស្ដេចជាសានទទួលពួកយើងរាក់ទាក់យ៉ាងណាឥឡូវស្រាប់តែប្រែជាសោះអង្គើយរឿងនេះប្រកាសជាមានហេតុផលអ្វីខុសអំពីធម្មតាហើយខ្ញុំគិតថាប្រហែលជានគរសុងលូបានបញ្ជូនរាជទូតរបស់គេមកដល់ទីនេះដែរហើយឥឡូវនេះពិតជាកំពុងតែធ្វើការប្រកួតប្រជែងខាងការទូតជាមួយពួកយើងហើយដែលធ្វើឲ្យស្ដេចជីសានរារែកក្នុងព្រះតីមិនអាចសម្រេចចិត្តថាគួរដើរតាមនគរហានឬសុងលូអេរយាប័តរបស់ស្ដេចជីងនៅពេលនេះអាចសម្គាល់បានយ៉ាងងាយប៉ាន់ឆៅបានវិភាគសភាពការបែបនេះអ្នកទាំងអស់គ្នាក៏យល់ស្របតាមប៉ាន់ឆៅដែរប៉ាន់ឆៅបន្តបើដូចជាការគិតមែនពេលនេះពួកយើងកំពុងតែស្ថិតនៅក្នុងសភាពការដ៏គ្រោះថ្នាក់ហើយរួចហើយក៏ហៅអ្នកបម្រើដែលជាជនជាតិហ៊ូឲ្យចូលមកជួបហើយគំរាម
យើងមានសំណួរខ្លះចង់សួរឯងបើឆ្លើយច្បាស់លាស់និងស្មោះត្រង់យើងនឹងឲ្យរង្វាន់ឯងយ៉ាងពេញចិត្តបើកុហកយើងនឹងកាត់ឯងជាពីរកំណាត់ស្ដាប់បានទេប្រាប់មកតើពួករាជទូតសុងលូមកដល់ប៉ុន្មានថ្ងៃហើយមានគ្នាប៉ុន្មានអ្នកឥឡូវកំពុងស្នាក់នៅទីណាជនជាតិហ៊ុននេះជាមនុស្សដំឡូងមូលស្រាប់គ្រាន់តែត្រូវបានប៉ាន់ឆាវគំរាមប៉ុណ្ណឹងភ័យឡើងរុញខ្លួនដូចជាសត្វដុកឌឺឆ្លើយតាមសំណួរគ្មានចន្លោះស្ដាប់ចប់ប៉ាន់ឆាវយល់ថាសភាពការនៅពេលនេះពិតជាធ្ងន់ធ្ងរទឹកហូរចូលច្រមុះភ្លើងឆេះដល់ចិញ្ចើមហើយក៏ប៉ុន្តែបន្តិចក៏គេមិនតក់ស្លុតដែរកម្លាំងដែលនៅជាមួយគេនៅពេលនេះមានគ្នា36នាក់ប៉ុណ្ណោះប៉ាន់ឆាវប្រមូលពួកគេទាំងអស់ឲ្យមកជុំគ្នាហើយបើកការប្រជុំមួយជាបន្ទាន់ជាដំបូងគឺចាប់ជនជាតិហូននេះចងទុកមួយកន្លែងសិនការពារកុំឲ្យទៅរាយការណ៍បានបន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់នឹងដីតែម្ដងកំពុងផឹកយ៉ាងសប្បាយស្រាប់តែប៉ាន់ឆាវងើបឈរឡើងនិយាយទៅកាន់អ្នកទាំងអស់គ្នាពួកយើងជាជនជាតិហានពេលនេះហេតុអ្វីបានជំនុំគ្នាមកដល់វាលខ្សាច់នគរជីងគោលបំណងគឺចង់សម្រេចកិច្ចការខ្លះៗថ្វាយព្រះនគរបដូរយកផលប្រយោជន៍តិចតួចក៏ប៉ុន្តែនៅពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយទៅមុខក៏មិនរួចថយក្រោយក៏មិនកើតគិតមើលថាពេលទើបមកដល់ស្ដេចជីងទទួលពួកយើងយ៉ាងរាក់ទាក់បែបណាមុននេះខាងសុងលូក៏បានបញ្ជូនរាជទូតមកដល់ដែរអាកប្បកិរិយារបស់គេក៏ផ្លាស់ប្ដូរទៅជាសោះអង្គើយសោះបញ្ជាក់ឲ្យឃើញថាស្ដេចសុងលូពិតជាមានគំនិតមិនល្អចំពោះពួកយើងហើយបើសិនជាគេដើមមួយជំហានទៀតដោយចាប់ពួកយើងបញ្ជូនទៅនគរសុងលូពេលនោះពិតជាវីវធំហើយកុំថាឡើយស្លាប់ទៅគ្មានដីកប់សូម្បីតែសាកសពក៏ត្រូវឆ្កែចចកហៃស៊ីដែរស្ថានភាពពេលនេះកាន់តែធ្ងន់ធ្ងរឡើងកាន់តែធ្ងន់ធ្ងរឡើងបងប្អូនទាំងអស់គ្នាជួយគិតមើលតើត្រូវដោះស្រាយយ៉ាងណាទើបអាចរួចផុតអំពីមាត់ខ្លានេះបានឬប៉ាន់ឆាវនិយាយបែបនេះគ្រប់គ្នាក៏សម្លឹងមុខគ្នាទៅវិញទៅមកម្នាក់ក្នុងចំណោមនោះបាននិយាយថារឿងរ៉ាវដល់ថ្នាក់នេះទៅហើយទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះត្រូវពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នានិយាយព្រមគ្នាតែម្ដងប៉ាន់ឆាវបន្តពេលនេះមានតែផ្លូវពីរត្រូវជ្រើសរើសប៉ុណ្ណោះឬមួយក៏រត់ឬមួយក៏ប្រយុទ្ធបើរត់ក៏ពិតជារត់រកសេចក្តីស្លាប់ដែរពីព្រោះពួកយើងមានគ្នាតែ36នាក់តែប៉ុណ្ណោះសួរថាតើរត់ទៅដល់ទីណាខ្លាចទៅរត់មិនទាន់បានពាក់កណ្ដាលផ្លូវផងត្រូវគេផ្ដាច់សង្ខាបត្រទៅហើយខ្ញុំយល់ថាមានតែផ្លូវមួយប៉ុណ្ណោះគឺប្រយុទ្ធអ្នកណាវាយមុនឈ្នះបើមិនចូលរូងខ្លាមិនដេចនឹងអាចចាប់ខ្លាបានទាំងអស់គ្នាយល់ស្របយល់ព្រមល្អយើងដឹងថារាជទូតសុងលូមានគ្នាប៉ុន្មាននាក់ហើយស្នាក់នៅទីណាយប់នេះយើងក៏ចាត់ការតែម្ដងពួកវានឹងស្លន់ស្លោព្រោះមិននឹកស្មានថាពួកយើងមានសភាពបែបនេះនោះទេដូច្នេះពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការវាយឆ្មក់នេះទេទម្រាំតែដឹងគឺចប់កិច្ចការបាត់ទៅហើយពេលដោះស្រាយពួកចៅម៉ាស៊ីននេះចប់ហើយស្ដេចជីងពិតជាយល់ព្រមដើរតាមពួកយើងដោយស្លាប់ចិត្តមិនខានក្តីបំណងរបស់ពួកយើងពិតជាបានសម្រេចម្នាក់ក្នុងចំណោមនោះនិយាយកាត់រឿងនេះធំដុំណាស់វាអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតជាការប្រសើរគួរតែពិភាក្សាជាមួយលោកម្ចាស់គូជាមុនសិនធ្វើប៉ាន់ឆាវក្តៅឆេវនិយាយទាំងក្តៅក្រហាយគ្រោះល្អឬអាក្រក់ជោគជ័យឬបរាជ័យគឺសម្រេចគ្នានៅយប់នេះលោកម្ចាស់តួជាអ្នករៀនសូត្រមានចិត្តទន់ជ្រាយបើគេដឹងរឿងនេះពិតជានៅធ្វើសង្គ្រាមត្រជាក់មិនខានឲ្យទៅចូលរឿងចរចាពិភាក្សាពិតជាយប់វែងសបិនច្រើនជាមិនខានចៃដន្យបើផែនការរបស់យើងត្រូវលេចលឺមិនវីវធំទៅហើយឬពេលនោះពិតជារត់ជន់គ្នាមិនខានហើយក៏បែរមុខមកកាន់អ្នកទាំងអស់គ្នារួចបន្តអ្នកទាំងអស់គ្នាយល់ថាគួរយកជីវិតរបស់ខ្លួនទៅផ្ញើលើមនុស្សម្នាក់ដែលមិនហ៊ានទាំងអាកមន់ផងនោះដែរឬទេដល់ដំណាក់កាលចុងក្រោយបែបនេះទៅហើយទៅសង្ឃឹមថាអាចចរចាបានទៀតឬយ៉ាងណាត្រូវស្រែកឯកភាពព្រមគ្នាតែម្ដងសម្រាប់ដើរតាមលោកម្ចាស់ប្រយុទ្ធបដូរស្លាប់រស់ជាមួយនឹងពួកវាឲ្យដឹងសោះខ្មៅម្ដងទាំងអស់គ្នាក្តាប់ដៃខំមាត់ទឹកចិត្តអង្អាចពុះកញ្ជ្រោលឡើងដល់កម្រិតរួចក៏ប្រញាប់ប្រញាល់ផ្លាស់ប្ដូរសម្លៀកបំពាក់ទាញអាវុធមកកាន់គ្រប់ដៃរងចាំទទួលបញ្ជាចេញប្រយុទ្ធមេឃងងឹតហើយភាពងងឹតនៅពេលយប់មើលឃើញស្ទង់ប៉ុណ្ណោះសន្ធឹកខ្យល់បក់វូវូគួចខ្សាច់ហើរមកប៉ះចំមុខកូនប្រុសដ៏អង្អាចក្លាហានមួយក្រុមនេះបានលោបចូលទៅកន្លែងស្នាក់នៅរបស់ពួករាជទូតសុងលូប៉ាន់ឆាវបានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេចទាំង36នាក់ចែកគ្នាជាពីរក្រុម10នាក់លាក់ពួនអាត្មានៅខាងក្រៅដៃកាន់ស្គរត្រៀមទុងកម្លា
បានឆៅខ្សឹបប្រាប់ពួកគេពេលឃើញក្នុងជំរំមានភ្លើងឆេះត្រូវខំប្រឹងវាយស្គរនិងស្រែកគំហុកកុំឲ្យឈប់ឲ្យសោះរហូតទាល់តែទទួលបានជោគជ័យទាំងស្រុងក្រៅពីនោះសល់គ្នាជាង20នាក់បានឲ្យដោះអាវអាក្រាតផ្នែកខាងលើទាំងអស់គ្នាដៃកាន់កំបិតក្រោមការដឹកនាំរបស់ប៉ាន់ឆៅប្រៀបបាននឹងខ្លាកំណាចមួយចុះពីភ្នំសម្រុកចូលជំរំស្នាក់នៅរបស់ពួកឡុងស៊ូដុតជំរំបណ្ដើស្រែកបណ្ដើជួបសេះកាប់ភងស្ទាបប៉ះមនុស្សមានអាវចាក់វឹបពេលនោះពួករាជទូតសុងលូទាំងអស់កំពុងតែដេកយល់សប្តិនៅក្នុងភួយណាឡាយស្រាប់តែត្រូវសំឡេងវាយប្រហារស្រែកឲ្យភ្ញាក់ស្លន់ស្លោពេកក្រៃក្រឡេកទៅឃើញមនុស្សអត់ពាក់អាវមួយក្រុមកាប់ឆ្វេងចាក់ស្ដាំសំឡេងស្គរលាន់ឮដូចរន្ទះសំឡេងសម្រាប់កងរំពងជ្រែកយប់ងងឹតចង់បោលតែគ្មានផ្លូវរត់ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញនៅពីមុខជាខ្លាកំណាចនៅពីក្រោយគឺភ្លើងឆេះដ៏សន្ធោសន្ធៅទៅណាដោយសត្វជ្រូកធ្លាយទ្រង់ខ្លះរត់ទៅលិចខ្លះបោលទៅកើតខ្លះត្រូវស្លាប់ដោយភ្លើងឆេះខ្លះត្រូវសម្លេះដោយកំបិតតែកន្លះអ្នកក៏រត់មិនរួចដែរមនុស្សជាង100នាក់ត្រូវសម្លាប់អស់គ្មានសល់ព្រឹកឡើងប្រមូលកម្លាំងមកត្រួតពិនិត្យឃើញត្រូវរបស់ប៉ុន្មានអ្នកដែរព្រឹកឡើងប្រមូលកម្លាំងមកត្រួតពិនិត្យឃើញត្រូវរបស់ប៉ុន្មានអ្នកដែរតែនឹងគ្រប់ចំនួនទាំងអស់ពិតជាទៅ36នាក់មកវិញ18គូមែនរួចរាល់ហើយទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់ទូសុនមិនខុសមែនគ្រាន់តែលឺភ្លាមភ្ញាក់ក្រញាងផ្លាស់ប្ដូរទឹកមុខតែម្ដងប៉ានឆាវយល់ពីទឹកចិត្តរបស់គេក៏បបួលកូនចៅស្រែកលើកជើងក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកម្ចាស់យើងបានសម្រេចភារកិច្ចដ៏ត្រចះត្រចង់ថ្វាយព្រះនគរក្រោយពីស្រែកលើកជើងអបអរទើបលោកម្ចាស់គួរផ្លាស់ប្ដូរទឹកមុខមកជារីករាយវិញប៉ានឆាវដឹកនាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ដំណាក់ស្ដេចជើងសានបោះក្បាលពួករាជទូតសុងលូទៅដីប្រាវបង្ហាញស្ដេចជីងព្រះអង្គពិតជាធ្វើឲ្យភ័យលួសព្រលឹងហើយសេនាឆ្វេងក៏ឈរភាំងធ្វើភ្នែកស្លើគ្រប់គ្នាតែប៉ានឆាវគ្មានអំនួតអួតអាងបន្តិចណាទេគេបានប្រើពាក្យទន់ភ្លន់លួងលោមចំពោះស្ដេចជីងនិងផ្សព្វផ្សាយពីកម្មវិធីនយោបាយការបរទេសរបស់រាជការហានចំពោះនគរក្រៅហេតុនេះស្ដេចជីងក៏យល់ព្រមទាំងកាយសប្បាយទាំងចិត្តស្លាប់ទាំងគំនិតដើរតាមផ្លូវនគរហាននាពេលនោះទៅអោ